cứ rồi toàn thay bớt chắc sau là nên on vô bà kêមនុស្ស7លាននាក់នៅទូទាំងពិភពលោកបានស្លាប់មុនអាយុដោយសារផ្សែងពុលនៅក្នុងបរិយាកាសជារៀងរាល់ឆ្នាំនេះបើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកប៉ុន្តែសូមកុំភ្លេចថាក្នុងចំណោម7លាននាក់នោះមានមនុស្សជាង4លាននាក់ផ្សេងទៀតស្លាប់ដោយសារតែផ្សែងពុលដែលបង្កឡើងក្នុងផ្ទះតើអ្វីជាផ្សែងពុលដែលបង្កឡើងក្នុងផ្ទះនិយាយឲ្យចំគឺផ្សែងពុលដែលកើតចេញពីផ្សែងចង្ក្រានដែលដុតអុសនៅក្នុងផ្ទះជារៀងរាល់ថ្ងៃផ្សែងមានក្លិនឈ្ងុយប៉ុន្តែវាមិនល្អសម្រាប់សុខភាពរបស់អ្នកឡើយតើនរណាងាយនឹងរងគ្រោះជាងគេតាមអ្នកជំនាញសុខភាពគ្រួសាររបស់អង្គការសុខភាពពិភពលោកស្ត្រីនិងកុមារជាអ្នករងគ្រោះច្រើនជាងគេដោយផ្សែងពុលនៅក្នុងផ្ទះព្រោះពួកគេចំណាយពេលច្រើននៅក្នុងផ្ទះនិងហិតស្រូបយកផ្សែងពុលទាំងអំបាលម៉ានដែលហើរចេញពីចង្ក្រានដុតអុសទាំងនោះខ្ញុំប្រើចង្ក្រានលើយូរហើយនិយាយទៅតាំងពីខ្ញុំបានប្តី20ឆ្នាំវាចុះអុសបាក់កាត់ហើយផ្សេងនឹងប៉ះព្រឹកភ្នែកទៅវាវិលមកតែបកបានម្ខាងនៅម្ខាងនឹងមិនទេបើពេលប្រាប់ថាទៅរូបបេះដូងបកអត់កើតដកដង្ហើមងើបទៅបកខ្លាំងមកនេះទៅដកដង្ហើមទៅយ៉ាប់និយាយទៅ2ឆ្នាំហើយតែខ្ញុំអត់ដឹងទៅបកភ្នែកទៅក៏បានគេពិនិត្យទៅគេថាខ្ញុំរូបបេះដូងផ្សែងចេញពីចង្ក្រានអាចបណ្ដាលឲ្យមនុស្សកើតជំងឺគាំងបេះដូងរហូតដល់ស្លាប់ដូច្នោះបើអ្នកមិនចង់មានជំងឺបេះដូងសូមឃ្លាតឲ្យឆ្ងាយពីចង្ក្រានដែលមានផ្សែងច្រើនចាជំរាបសួរពុកម៉ែបងប្អូនហាងយើងខ្ញុំមានលក់សម្ភារៈអគ្គិសនីជាច្រើនប្រភេទដូចជាឆ្នាំងដាំបាយអគ្គិសនីកំសៀទឹកអគ្គិសនីជាដើមរាល់ការបងប្អូនជាវពីហាងយើងខ្ញុំមានការបញ្ចុះតម្លៃជូន 10% ទៅ 15% និងមានការថែមជាកាដូលើកទឹកចិត្តជូនបងប្អូនដូចជាសាប៊ូលាងចានជក់ដុសឆ្នាំងជាដើមនិងមានការធានាជួសជុលរាល់ការបងប្អូនទិញសម្ភារៈពីហាងយើងខ្ញុំនឹងជួសជុលដោយមិនយកប្រាក់ពីបងប្អូនចាសូមអរគុណ